ហើយអ្វីបានជាគ្រូពេទ្យតែងតែស្នើឲ្យធ្វើតេស្ត ESR និង CRP គ្រូពេទ្យស្នើឲ្យធ្វើតេស្ត ESR និង CRP ព្រោះតេស្តទាំងពីរនេះជាសញ្ញាសម្គាល់នៃការរលាក inflammation marker ដែលជួយរកឃើញថាមានការរលាក ការឆ្លងមេរោគ ឬសកម្មភាពជំងឺនៅក្នុងរាងកាយឬអត់ Erythrocyte sedimentation rate ឬ ESR គឺជាការវាស់ល្បឿនដែលកោសិកាឈាមក្រហមធ្លាក់ចុះទៅបាតបំពង់កោវក្នុងរយៈពេល1ម៉ោង ESR ខ្ពស់បង្ហាញថាអាចមានការរលាកក្នុងរាងកាយ C-reactive protein ឬ CRP គឺជាប្រូតេអ៊ីនដែលផលិតដោយថ្លើមហើយវានឹងកើតឡើងយ៉ាងឆាប់រហ័សនៅពេលដែលមានការរលាកភាពខុសគ្នារវាង ESR និង CRP ESR ផ្លាស់ប្ដូរយឺតបង្ហាញស្ថានភាពរលាកគ្រូនិករីឯ CRP ផ្លាស់ប្ដូរលឿនបង្ហាញការរលាក acute តេស្តទាំងពីរនេះអាចជួយគ្រូពេទ្យបញ្ជាក់ថាមានការរលាកញែកការរលាកថ្មី acute ឬវែង chronic ជួយតាមដានការវិវត្តនៃជំងឺឬការឆ្លើយតបទៅនឹងការព្យាបាលនៅក្នុងមន្ទីរពិសោធន៍ Biotrace មានតេស្តទាំងពីរនេះតេស្ត ESR និងតេស្ត CRP quantitative ត្រូវការរយៈពេល1ម៉ោងទៅ2ម៉ោងសូមតាក់ទងមន្ទីរពិសោធន៍សម្រាប់ព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ012 444 606ឬ016 444 606